បងប្អូនអញ្ចឹងបានគេថាបាទធ្វើល្អតែมันបានល្អទេប្រិមិត្តបាទលោកពូម្នាក់ហ្នឹងត្រូវបានជនបរទេសបានប្រើហិង្សាវាយទៅលើគាត់ដោយសារតែមូលហេតុហ្នឹងគាត់ចូលទៅជួយខាត់ជនបរទេសហ្នឹងមានបាទចំនួនហិង្សាជាមួយគ្នាបាទចូលទៅជួយទៅក៏បានប្រើហិង្សាមកដៃចំកណ្ដាលភ្នែកលោកពូបណ្ដាលឲ្យរងរបួសផងដែរប្រិមិត្តបងរឿងហេតុដំបូងហ្នឹងមិនវិញបងអត់មានអីតាក់តងមើលឲ្យខ្ញុំទេឲ្យខ្ញុំខំគាត់នឹងចូលថតអូលោកពូមិញទៅជាប៉ារបស់អូនប៉ាបកើតហ្មងចាអូរឿងហេតុដំបូងហ្នឹងមិនដែរអូនអើយគាត់ឆោតនិយាយគ្នា3នាក់គាត់ហ្នឹងមួយអ្នកផ្សេងទៀតបាទគាត់និយាយគ្នាឆ្លាំងទៅគាត់តោះស្ដីគ្នាបតាដឹងតោះស្ដីរឿងអីទេជាមួយនឹងជនជាតិស្បែកខ្មៅហ្នឹងណាអូនណាបែរនេះបងមួយពាក់ឲ្យវិក្រាសនោះអូបងនឹងតំបងគាត់នឹងឆោនេះហេគាត់មានរឿងអីជនអ្នកដែលវាលោកពូនឹងជានរណាគេអូនអាពូអាចខ្មៅអាពូអាចជនជាតិស្បែកខ្មៅហ្នឹងណាអូវាយចំកន្លែងណាអូនមកដៃណាដៃឡើងផ្ញើក្រោយមកដៃផ្ញើក្រោយហ្មងចាអូអូននៅពេលដែលគេវាយរញ៉ែពុកអូនដំបូងហ្នឹងបងអូនបានឃើញហេតុការណ៍ហ្នឹងអត់ឃើញពេញភ្នែកហ្មងអញ្ចឹងម្នាក់ស្បែកខ្មៅអ្នកវាយឬមកក៏អ្នកដែលស្បែកសពូមិញណាហេតុការណ៍ហ្នឹងគឺពីរនាក់ខ្មៅហ្នឹងអ្នកវាយឲ្យខ្ញុំគាត់ចូលខាត់ទៅពូនឹងមកដាក់ដៃអញ្ចឹងតើកតាអីបានសុកមកវាយពុកអូនឯងអត់ដឹងបកែកហើយបតែបតាគ្នាឲ្យប៉ាខ្ញុំគាត់ចូលខាត់អូអញ្ចឹងបានន័យថាគេមានចំនួននៅបរិវេណផ្សេងឲ្យគាត់ជួយសម្រួលដល់ពេលសម្រួលទៅត្រូវបានគេវាយចាឥឡូវនេះបងអូនតើមានអីទទូចស្នើសុំទៅដល់សមត្ថកិច្ចទេបងអូនគណៈដែរពុកអូនគ្រាន់តែជួយសម្របឲ្យសម្រួលឲ្យបែរជាត្រូវបានគេវាយបែបហ្នឹងអើយសូមឲ្យជួយហើយទៅថ្វាយប៉ាខ្ញុំផងព្រោះគាត់គ្រាន់តែចង់ជួយទេគាត់អត់ចង់មានរឿងអីផ្សេងបាទបងអូនបាទបងអញ្ចឹងតាមពិតរឿងរ៉ាវនេះដោយសារជនជាតិស្បែកខ្មៅនិងជនជាតិស្បែកសហ្នឹងគាត់មានបញ្ហាមួយគ្នាណាពីរនាក់ហ្នឹងគាត់ពូម៉ាក់គ្នាគាត់មានរឿងមួយខ្មែរផ្សេងមួយខ្មែរផ្សេងទៀតណាបាទវាអ្នកវាយគេមុនអូអាខ្មៅហ្នឹងអ្នកវាយហ្នឹងហើយវាវាយគេមុនអូនមិនបានទៅគាត់វាយពូនឹងវិញអូនគាត់ជួយខាត់ឬមួយក៏យ៉ាងណាពូហ្នឹងគាត់ចូលទៅជួយខាត់ព្រោះអីអាប្រាំងហ្នឹងវាអ្នកមករវាយបងមួយទៀតក្មេងហ៎ដល់ទៅពេលហើយអ៊ំហ្នឹងគាត់ចូលទៅជួយខាត់វាវាយអ៊ំហ្នឹងមកដៃចំកណ្ដាលភ្នែកហ្នឹងបានគេវាយវាតែមកដៃទេហ្នឹងហើយមកដៃចំកណ្ដាលភ្នែកឡើងបែកគ្រាប់ភ្នែកគាត់ហ្នឹងគាត់អាយុប៉ុណ្ណោះវាវាយមកដៃប៉ុណ្ណឹងឈឺយ៉ាងណាបាទបែកគាត់មើលអញ្ចឹងតែប៉ុណ្ណឹងឯណាអូនហ្នឹងហើយហើយរឿងហ្នឹងគឺវាអ្នកនាំអាតមុនជនជាតិពីរនាក់មិញជនជាតិហ្នឹងគេដាច់វាទៅហើយបន្តែវាទៅអាខ្មៅហ្នឹងគេដឹងវាទៅបន្តែវាទៅវានៅឆតង់រងវាយមួយគេវាហៅគេទៅវាយមាត់ទលេអាហ្នឹងខូចមែនបងហ្នឹងហើយបាទប្រិមិត្តបាទឥឡូវនេះសមត្ថកិច្ចបាននាំខ្លួនលោកពូបាទយើងតាមការបញ្ជាក់ហ្នឹងលោកពូត្រូវបានជនបរទេសវាយលោកពូបាទបណ្ដាលឲ្យត្រូវហើមមុខបោកភ្នែកផងដែរប្រិមិត្តសមត្ថកិច្ចធ្វើការជួយលោកពូដល់ទៅប៉ុស្តិ៍បាទប្រិមិត្តទៅប៉ុស្តិ៍មួយសមត្ថកិច្ចប្រិមិត្តបាទតាមការហ្នឹងគឺជនជាតិបរទេសបាទមិនដឹងជនជាតិអីទេប្រិមិត្តបាទវាយលោកពូបណ្ដាលឲ្យប៉ោងភ្នែកផងដែរប្រិមិត្តបាទប្រិមិត្តនោះបាទជនបរទេសម្នាក់ដែលតាមការហ្នឹងបានប្រើហិង្សាទៅលើលោកពូម្នាក់បាទបណ្ដាលឲ្យគាត់ប៉ោងភ្នែកណាឥឡូវនេះសមត្ថកិច្ចធ្វើការនាំខ្លួនគាត់បាទទាំងលោកពូបាទទាំងជនជាតិស្បែកខ្មៅម្នាក់ហ្នឹងដើម្បីឲ្យធ្វើការសួរនាំផងដែរប្រិមិត្តអញ្ចឹងករណីហេតុការណ៍ខាងលើនេះបន្ទាប់ពីយើងធ្វើការសាកសួរទៅបាទតាមប្រភពព័ត៌មានហ្នឹងគឺដោយសារតែរឿងហេតុដំបូងហ្នឹងបាទជនបរទេសហ្នឹងគាត់មានបញ្ហាជាមួយគ្នាហើយលោកពូហ្នឹងបាទគាត់នៅហូបក្បែរកន្លែងហ្នឹងក៏ស្រាប់តែចូលទៅជួយបាទហើយក៏ត្រូវបានជនបរទេសហ្នឹងប្រើហិង្សាទៅលើគាត់វាយទៅលើគាត់បណ្ដាលឲ្យមានរងរបួសបាទឥឡូវនេះសមត្ថកិច្ចក៏លោកមកដល់ទីតាំងកន្លែងកើតហេតុខាងលើដើម្បីធ្វើការនាំខ្លួនទាំងជនបរទេសទាំងលោកពូហ្នឹងទៅប៉ុស្តិ៍ដើម្បីធ្វើការសួរនាំនិងធ្វើតាមនីតិវិធីផងដែរប្រិមិត្តបាទហើយអញ្ចឹងបានថាលោកពូបាទខំធ្វើល្អខំចូលទៅជួយគាត់ប៉ុន្តែมันបានល្អទេស្រាប់តែត្រូវគេវាយថែមទៀតប្រិមិត្តហើយនេះក៏ជាព័ត៌មានបឋមដែលខ្ញុំទទួលបាននៅទីតាំងខាងលើនេះតែប៉ុណ្ណោះប្រិមិត្តបាទព័ត៌មានទៅជាយ៉ាងណាទៀតនឹងយើងនឹងអាប់ដេតនៅពេលក្រោយផងដែរប្រិមិត្តអរគុណសម្រាប់ការតាមដានទស្សនាព័ត៌មានបើសិនជាមានកន្លែងខុសទោះសូមប្រិមិត្តខន្តីអភ័យទោស